រាល់ព័ត៌មានទាំងឡាយដែលធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមមាន Facebook មាន Page ជាដើមហ្នឹងគឺមានព័ត៌មានខ្លះជាព័ត៌មានដែលពិតនិងព័ត៌មានខ្លះដែលមិនពិតអញ្ចឹងដូច្នេះសូមប្រជាពលរដ្ឋយើងទាំងក្នុងក្រៅប្រទេសមេត្តាធ្វើការត្រួតពិនិត្យឲ្យយកចិត្តទុកដាក់ខ្ពស់បំផុតជៀសវាងការដែលចែកចាយទៅវានាំជាឥទ្ធិពលត្រឡប់មកវិញឬជាឥទ្ធិពលទៅដល់ប្រយោជន៍សាធារណៈអញ្ចឹងគប្បីមុននឹង like share ព័ត៌មានចែកចាយដល់គ្នានឹងគ្នាមេត្តាពិនិត្យទៅលើព័ត៌មានដែលមានប្រភពច្បាស់លាស់មានន័យថាយើងមានក្បាលមានកដាលមានកតុយគឺមានថ្ងៃខែឆ្នាំមានឈ្មោះមានអីត្រឹមត្រូវបើយើងពិនិត្យឃើញលក្ខខណ្ឌទាំងអស់នេះយើងអាចធ្វើការ like share ចែកចាយជូនដល់បងប្អូនយើងឲ្យបានដឹងផងតែផ្ទុយទៅវិញបើព័ត៌មានហ្នឹងវាអត់មានប្រភពច្បាស់ការទេយើងគួរកុំចែកចាយហើយជាពិសេសព័ត៌មានដែលយើងយកជាការបានគឺព័ត៌មានដែលផ្សាយចេញពីក្រសួងការពារជាតិក្រសួងព័ត៌មានជាពិសេសគឺPage សម្ដេចធិបតីនិងសម្ដេចតេជោដែលជាព័ត៌មានពិតត្រឹមត្រូវជាជឿជាក់យ៉ាងមុតមមទៅលើព័ត៌មានរបស់រាជរដ្ឋាភិបាលដែលធ្វើការផ្ដល់ជូនប្រជាពលរដ្ឋមកវិញអញ្ចឹងអ្វីដែលចែកចាយព័ត៌មាននៅក្នុងពេលនេះមានប៉ុណ្ណឹងហើយចុងក្រោយក៏សូមស្នើសុំដល់ប្រជាពលរដ្ឋទាំងមូលមេត្តាយកចិត្តទុកដាក់ខ្ពស់នឹងចូលរួមឲ្យខ្លាំងមែនទែននៅក្នុងការផ្សព្វផ្សាយព័ត៌មានក្តីក្នុងការទទួលព័ត៌មានក្តីគូគប្បីគិតទៅលើប្រភពឲ្យបានត្រឹមត្រូវច្បាស់លាស់សូមប្រគេនពរសូមអរគុណ